ai na cụ bên hông vào nhà lực đai đi bờ nè nâng nè lên kia là nè lên messenger trong ở toàn scroll book đi nè ở toàn scroll book đi ban này tổng đồng ban này phần tay nè lên messenger phần bao nhiêu cái bật chun xa ta ở trong tam messenger cái ta cái đặc ban chụp một ngày nắng này ngày nắng cái ban chụp một ngày nắng cái bị muốn nơi cụ pet thì đa cái máu này bỏ với vô máu từ pet cứ pet này đi mùi bực nít bất chỉ rì na đã ban châu rùm tập tuôn sập đạch đầy chỗ trong việc thi sập phốt kia phía ba chấm ngư chấm mò từ chuyện một vùng co mất tập phép Campuchia có đấy nên mình ti pet vào hòn đuông nên cái vay mà không dân từ sầm mây này hơi nè chẳng ban ta ở lô răn tây ở lô oppa này vô răn tây ở lô chẳng lai tới tới riêng tốt trong mình ở lô rồi còn mình tây chẳng ở nơi Campuchia vì muốn khi ông prao biết tha khả cam computer lấy khi ông prao biếtประมาณ năm còn tới khi ông prao biết khả camព័ត៌មានវិទ្យាហើយឲ្យចេះតែមកជុំវិញទូរស័ព្ទនោះបានណាមិនចេះអីច្រើននឹងចេះតែប្រើជុំវិញមកប្រព័ន្ធទូរស័ព្ទនោះអញ្ចឹងបើតែឯងមិនចេះទេខ្ញុំមិនអាចតែងតាំងទេបានទេព្រោះឧទាហរណ៍ឲ្យធ្វើឲ្យបើខេតបើអត់ចេះប្រើ WhatsApp ប្រើ Telegram ប្រើ Viber Line WeChat ស្អីផងឬក៏ប្រើ Zoom សម្រាប់ការប្រជុំផងតែងតាំងលោកប្រជុំជាមួយគេយ៉ាងម៉េចអញ្ចឹងអត់តែងតាំងទេអញ្ចឹងត្រូវរៀនអាហ្នឹងឲ្យចេះហើយសម័យនេះហើយគេបញ្ជូនសារទៅវិញទៅមកបានផ្លេតគឺបញ្ជូនហើយឯងនៅតែអាឡូនៅហ្នឹងងាប់ហើយកុំលេអាឡូនោះអត់បានទេណាហើយអាឡូនៅស្រុកនេះគឺมันប្រកាសតែសវត្ថិភាពទេបើអាឡូតាមអ៊ីនធឺណិតអត់អីទេទូរស័ព្ទតាម Telegram តាម WhatsApp តាម Line តាម Viber អាហ្នឹងគឺអត់អីប៉ុន្តែតែលេងតាមហ្វូនហើយគឺថាអាណាប្របាក់ទំនាក់ទំនងជួនកាលនឹងវាលខេលខៈសម័យនេះសម័យអ៊ីនធឺណិតហើយនេះមេអ៊ីនធឺណិតមេគេថាមហាអំណាចខាងផ្នែកបច្ចេកវិទ្យាព័ត៌មានគឺកូរ៉េខាងត្បូងសប្តាហ៍ទៅតាណាគោរបស់កូរ៉េខាងត្បូងនេះតាមមើលទៅបើនិយាយពីទូរទស្សន៍វិញទៅអាមេរិកក៏ឃើញតែទូរទស្សន៍ប្រើទូរទស្សន៍តាមអូតែលទូរទស្សន៍កូរ៉េទៅអឺរ៉ុបទូរទស្សន៍កូរ៉េទៅណាក៏ឃើញទូរទស្សន៍កូរ៉េប៉ាយដាច់ឯងលើភពលោកបច្ចុប្បន្ននៅមានទូរទស្សន៍ជប៉ុនទូរទស្សន៍នៅអាល្លឺម៉ង់តិចតួចបើទូរទស្សន៍កូរ៉េគឺប៉ាយដាច់មកប៉ាយដាច់កុំព្យូទ័រស្អីៗហ្នឹងគឺប្រើច្រើនទៅបែបតែហើយជាមួយនឹងពិធីប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអគារតិចចំបោះនិងបំពង់កនៅក្នុងអគារមិត្តភាពកម្ពុជាកូរ៉េនៃមន្ទីរពេទ្យព្រះអង្គឌួងខ្ញុំសូមជូនពរឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងអស់សូមប្រកបដោយពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបរិភារៈកុំបីគឺសូមអរគុណសម្ដេចឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាបងប្អូនជនរួមជាតិជាទីគោរពប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ចប់ហើយយ៉ាងបាញ់មិញហើយនៅពេលនេះវត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួមជាមួយនឹងឯកឧត្តមផាកអ៊ីងខ្ជុងដែលជាឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់នៅអគារមជ្ឈមណ្ឌលត្រចៀក
ច្រមុះបំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួងចាប់ពីពេលនេះតទៅផងដែរបាទ